បើយើងសម្រាប់ចិត្តថាលេងលះគ្នាជាមួយប្តីដាច់ខាតស្ដាប់វីដេអូនេះមនុស្សស្រីជាច្រើនធ្វើខុសច្រើនណាស់តាក់ទងជាមួយនឹងរឿងលេងលះប្តីនេះទៅតុលាការគាត់ប្តឹងប្តីគាត់ថាសាហាយស្មន់អូគេបង្ហាញផោះតាំងឥឡូវផោះតាំងស្អីគេយើងដឹងថាប្តីយើងមានស្រីពិតប្រកបណាស់យើងដឹងតែដល់ពេលផ្លូវច្បាប់គេធ្វើការគេពឹងលើផោះតាំងក្រោយពីអត់ពីអូនទៅបងមើលថែខ្លួនរស់នៅជាមួយគេឲ្យបានល្អផ្ដល់សេចក្តីសុខគេឲ្យបានច្រើនអូនដូចគ្នាពេលខ្លះអូនអាចនឹងមិនល្អគ្រប់គ្រាន់អ្វីដែលអូនអាចផ្ដល់ឲ្យបងបាននៅពេលនេះគឺសេចក្តីសុខរបស់បងចង់ធ្វើអ្វីបងធ្វើតាមចិត្តចោះអូនมันមានវត្តមាននៅក្នុងការរងាំរងៅឬមួយក៏រឿងបងទៀតឡើយអូនគ្មានសិទ្ធិទៀតឡើយរបស់ខ្លះបងប្អូនបាត់បង់ដឹងតែបាត់បង់តែត្រូវបាត់បង់ឲ្យវាមានតម្លៃឲ្យគេវិចអង្គដើររមនុស្សស្រីប្រភេទហ្នឹងមិនបានណាមនុស្សស្រីជាច្រើនយល់ថាគិតថាម៉េចទេប្តីមានស្រីប្តីដើរតំណែងប្តីជាអ្នកបង្ករឿងប្តីជាអ្នកបង្កបញ្ហាខ្លួនឯងនៅផ្ទះគឺជាជនរងគ្រោះទេខ្លួនឯងអត់ដឹងអីទេខ្លួនឯងមិនបានធ្វើអីទេខ្លួនឯងគ្រាន់តែប្រតិកម្មដែលរឿងប្តីគេមានស្រីមានអីហ្នឹងទៅរោរឿងទៅជេរទៅថារហូតដល់គេរងាំនៅជាមួយគេអត់កើតរហូតដល់សម្រាប់ចិត្តលេងលះមួយគ្នាហើយក៏ដោះស្រាយក្នុងគ្រួសារអត់ចប់ហើយទៅតុលាការទៅអីញ៉ៃផ្សេងទៅទៀតរហូតដល់មនុស្សស្រីខ្លះគាត់ថាអស់អីអស់ទៅចង់ឲ្យតែប្តីឲ្យលាយស្ថាប័នកន្លែងការងារគេរំលាយក្របខ័ណ្ឌចោលបំបាក់មុខបំបាក់មាត់បាត់បង់កិត្តិយសគេឈ្មោះធ្វើឲ្យប្តីបាក់មុខបាក់មាត់នៅក្នុងសង្គមនឹងតែម្ដងរឿងនេះមិនត្រូវទេណាបើសិនជាស្ដាប់វីដេអូបរិនលេងណាក្រែងលោអាចជួយដោះស្រាយរឿងគេបានខ្លះបើសិនជាបងប្អូនរស់នៅជាមួយប្តីហើយមិនចោះសម្រងទេទោះបីប្តីបងប្អូនមានស្រីឬមួយគាត់ខូចខលឬមួយក៏មិនក៏ដោយជាមួយតំណែងធ្វើបាបមិនក៏ដោយបងប្អូនសរុបតាមពាក្យមកបានណាគឺពួកយើងរស់នៅអត់ចោះសម្រងនឹងគ្នាទេតោះនេះបងប្អូនមិនចាំបាច់ហែកហួរគ្នាទេឧបមាថាបើសិនជាបងប្អូននៅតែជីវិតប្តីប្រពន្ធយើងនិយាយបងបើសិនជាបងឯងនៅតែអញ្ចឹងទៀតខ្ញុំផ្ដល់ឱកាសលើកទី1ផ្ដល់ឱកាសលើកទី2ផ្ដល់ឱកាសលើកទី3និយាយទៅមកក្នុងទម្រង់ប្តីប្រពន្ធតែក្នុងករណីដែលយើងសម្រេចចិត្តថាលេងលះគ្នាហើយមានន័យថាយើងបែកគ្នាហើយហេតុផលតែមួយគត់ដែលយើងបែកគ្នាទៅតុលាការគឺរស់នៅអត់ចេះសម្រងគ្នាអ្នកខ្លះថតអារូបប្តីចូលទស្សនៈទៅផុសឬមួយក៏ចង់បំផ្លាញកិត្តិយសគេឈ្មោះរបស់ប្តីតើរួចទេមនុស្សប្រុសទាំងខ្ញុំទាំងគេបងប្អូនកិត្តិយសគេឈ្មោះគឺសំខាន់ណាស់ចុះបងប្អូនស្រីគាត់ថាលោកគ្រូប្រុសឯងចេះស្រឡាញ់កិត្តិយសគេឈ្មោះចុះគេមិនប្តីអត់ចេះគិតអញ្ចឹងគេអត់ចេះគិតបានបងប្អូនដែលជាអ្នកចេះគិតនឹងត្រូវចេះគិតគោលដៅបើរស់នៅមិនចោះសម្រងនឹងគ្នាបែកគ្នាមិនមែនចង់ឈ្នះចង់ចាញ់គ្នាទេបងប្អូនគោលដៅចុងក្រោយគឺដោះលែងគ្នាឲ្យដាច់ហើយចាប់ផ្ដើមជីវិតថ្មីអ្នកខ្លះគាត់មានកូនមានទ្រព្យឧទាហរណ៍ប្តីគាត់បានធ្វើរឿងអញ្ចឹងពិតប្រាកដមែនតែគាត់ក៏មិនចោះចាញ់ដែរឧបមាថាគាត់មានស្រីទៅតុលាការគាត់ប្តឹងប្តីគាត់ថាសាហាយស្មន់អូគេបង្ហាញផោះតាំងឥឡូវផោះតាំងស្អីគេយើងដឹងថាប្តីយើងមានស្រីពិតប្រកបណាស់យើងដឹងតែដល់ពេលផ្លូវច្បាប់គេធ្វើការគេពឹងលើផោះតាំងគេក៏ទទួលស្គាល់ដែរថាគេមានអញ្ចឹងរហូតដល់គេដាក់ចិត្តដាក់កាយលេងគ្នាដែរប៉ុន្តែយើងវាខ្លាំងពេកយើងមិនណយទេណាយើងចង់បំផ្លាញគេបំបាក់មុខគេធ្វើឲ្យគេរលាយធ្វើឲ្យគេដកចេញពីតួនាទីធ្វើឲ្យខ្មាស់គេបងប្អូនណាបើតាំងចិត្តថាលេងគ្នាហើយនិយាយភាសាមួយម៉ាត់ថារស់នៅមិនចុះសម្រុងបងចាប់ផ្ដើមជីវិតថ្មីតាមអ្វីដែលបងចង់បានចុះដោយសារតែពួកយើងធ្លាប់ជាប្តីធ្លាប់ជាប្រពន្ធនឹងគ្នាអ្វីដែលអូនសុំទីមួយដោយសារកូនយើងនៅតូចឧទាហរណ៍កូន2នាក់កូនអូនអត់ចង់ឲ្យបែកគ្នាទេហើយអូនក៏អត់ចង់ឲ្យបងទៅរស់នៅជាមួយអ្នកក្រោយដែលទៅតេងជាមួយនឹងកូនអូនជាម្ដាយរបស់គាត់អូនមានលទ្ធភាពនៅក្នុងការមើលកូនជំនួសបងបានដូច្នេះអូនសុំសិទ្ធបងនៅក្នុងការចិញ្ចឹមបីបាច់គាត់ហើយបើសិនជាបងមានលទ្ធភាពបងអាចផ្ដល់ឲ្យអូននិងកូនតាមទឹកចិត្តតាមលទ្ធភាពដែលបងអាចធ្វើបានដល់ពេលទ្របយើងមានផ្ទះយើងមានដីយើងមានលុយប៉ុណ្ណាដោយសារយ៉ាងណាអូនក៏ធ្លាប់ជាប្រពន្ធរបស់បងដែរបើសិនជាអាចអូនសុំផ្ទះនឹងដើម្បីផ្ដល់ដាក់ឈ្មោះតកូនឬមួយអូនសុំផ្ទះនឹងដើម្បីរួមរស់នៅជាមួយកូននៅក្នុងការចាប់ដើមជីវិតតិតដោយគ្មានបងនឹងហើយបើសិនជាបងមិនទុកចិត្តទេទ្របនឹងអាចបកគលឲ្យកូននៅពេលដែលកូនធំឡើងក៏បានដែរហើយបងទៅរស់នៅជាមួយគេឲ្យមានក្តីសុខសោះពួកយើងនិស័យនិងវាសនារបស់យើងបានតែប៉ុណ្្នឹងពេលខ្លះអាចប្រេងវាសនាអូនឬមួយក៏ប៉ុនអូនមកពួកយើងជួបគ្នាបានតែប៉ុណ្្នឹងអ្វីដែលអូនសុំគឺអូនសុំទី1ទៅរឿងកូនទី2រឿងទ្រព្យហើយរឿងឧទាហរណ៍បើសិនជារឿងបំណុលទៀតយើងនិយាយតាមហ្នឹងទៅប្រាប់គាត់ទៀតបងណាទោះបីបងទៅដល់ទីណាក៏ដោយកូនជាកូនរបស់ពួកយើងពេលដែលពួកគេធំអូនក៏មិនបានបិទបាំងឬហាមគាត់មិនឲ្យស្គាល់ឪពុកដែរតោះណាបន្ទាប់មកទៀតក្រោយពីអត់ពីអូនទៅបងមើលថែខ្លួនរស់នៅជាមួយគេឲ្យបានល្អមើលថែគេឲ្យបានល្អផ្ដល់សេចក្តីសុខគេឲ្យបានច្រើនហើយអូនអរគុណសម្រាប់ដំណើរជីវិត 4-5 ឆ្នាំឬមួយក៏រយៈពេលជាង10ឆ្នាំដែលយើងនៅជាមួយគ្នានេះ
យ៉ាងហោចណាស់ក៏បងបានបង្រៀនអូនចេះច្រើនយ៉ាងហោចណាស់ក៏បងបានផ្ដល់មេរៀនជីវិតឲ្យអូនច្រើនអូនដូចគ្នាពេលខ្លះអូនអាចនឹងមិនល្អគ្រប់គ្រាន់ដើម្បីធ្វើជាប្រពន្ធរបស់បងធ្វើជាម្ដាយកូនបងដូច្នេះអ្វីដែលអូនអាចផ្ដល់ឲ្យបងបាននៅពេលនេះគឺសេចក្តីសុខរបស់បងចង់ធ្វើអ្វីបងធ្វើតាមចិត្តចោះអូនមិនមានវត្តមាននៅក្នុងការរងាំរងើឬមួយក៏រោរឿងបងទៀតឡើយអូនគ្មានសិទ្ធិទៀតឡើយនិយាយជាយាមនិយាយរបស់ខ្លះបងប្អូនបាត់បង់ដឹងតែបាត់បង់តែត្រូវបាត់បង់ឲ្យវាមានតម្លៃឲ្យគេវិចអង្គដើររោមនុស្សស្រីប្រភេទហ្នឹងមិនបានណាកុំឲ្យវាមិនខ្វះទេអាញ៉ាត់ទៅរោរឿងគេទៅឡាំប៉ាដាក់គេទៅខ្វះទេអាហ្នឹងដែលខ្ញុំនិយាយថាមនុស្សធំគេអត់ដោះស្រាយអញ្ចឹងទេដោះស្រាយមួយគ្នាត្រូវមានហេតុផលនិយាយហេតុផលមិនមែនទៅញ៉ាត់ឡាំប៉ាដូចខ្ញុំបញ្ជាក់អញ្ចឹងកូនគេដែរតែហើយយើងក៏ជាអតីតប្រពន្ធគេដែរយើងធ្លាប់រួមរស់ធ្លាប់នៅជាមួយគ្នាធ្លាប់ផ្អែមល្ហែមមួយគ្នាដែរតែហើយអាយើងគេទៅរស់នៅជាមួយអ្នកថ្មីទៅចាប់ផ្ដើមមួយអ្នកថ្មីហ្នឹងដោយសារអីចិត្តយើងវាក្តៅក្រហាយចំណែនចិត្តយើងវាឆេវឆាវដោយសារអីរបស់យើងគេឈប់ស្រឡាញ់យើងគេឈប់ឲ្យតម្លៃយើងអាហ្នឹងយើងតែពេលរឿងខ្លះយើងត្រូវទទួលស្គាល់ការពិតទោះបីរបស់ខ្លះទោះបីយើងស្រឡាញ់ប៉ុណ្ណាក៏ដោយបើវាដល់ពេលត្រូវទៅគឺវាទៅហើយចុងក្រោយផ្ដល់ឲ្យគេឲ្យអស់ចុងក្រោយជូនពោគេសំណាងល្អកុំឲ្យតាហែកហួរផុសផុលអីមីស្រីយកប្តីគេអូយសិតតែរឿងដែលវិញឆ្ងាយគោលដៅចុងក្រោយដោះស្រាយគ្នាចាប់ដើមជីវិតថ្មីតោះនេះ